សួស្តីលោកគ្រូអ្នកគ្រូក្នុងវីដេអូនេះខ្ញុំសូមបង្ហាញលោកគ្រូអ្នកគ្រូតេតងទៅនឹងការបង្កើតស្លាកឈ្មោះអញ្ចឹងទីមួយលោកគ្រូអ្នកគ្រូបើកកម្មវិធីគ្រូបន្ទប់ថ្នាក់នឹងមកហើយលោកគ្រូអ្នកគ្រូចូលទៅផ្នែករដ្ឋបាលហើយលោកគ្រូអ្នកគ្រូនឹងឃើញស្លាកឈ្មោះសិស្សអញ្ចឹងត្រង់ចំណុចស្លាកឈ្មោះសិស្សនេះលោកគ្រូអ្នកគ្រូអាចបង្កើតមួយក៏បានដែរដោយលោកគ្រូអ្នកគ្រូវាយឈ្មោះសាលាបញ្ចូលឈ្មោះសិស្សភេទថ្នាក់ទីថ្ងៃខែឆ្នាំកំណើតអត្តលេខហ្នឹងក៏បានឬមួយទៀតលោកគ្រូតែជ្រើសស្នើទីមួយឈ្មោះកឹមកែវនេះមកបាទហើយវានឹងដំណើរការស្វ័យប្រវត្តិនៅពេលដែលលោកគ្រូអ្នកគ្រូបានបញ្ចូលព័ត៌មានសិស្សរួចរាល់ហើយក្នុងករណីលោកគ្រូអ្នកគ្រូចង់បង្កើតមួយលោកគ្រូអ្នកគ្រូគ្រាន់តែវាយឈ្មោះសិស្សដោយដែលខ្ញុំបានបង្ហាញនេះមកហើយមួយទៀតក្នុងករណីដែលវាចេញលោតបែបនេះលោកគ្រូអ្នកគ្រូគ្រាន់តែចុចយក insert photo នេះមកបានហើយលោកគ្រូអ្នកគ្រូអាចបញ្ចូលត្រាបានបញ្ចូលត្រាឧទាហរណ៍ត្រាសាលានៅទីណាអញ្ចឹងលោកគ្រូអាចបញ្ចូលបានឧទាហរណ៍ខ្ញុំអត់មានត្រាទេអញ្ចឹងខ្ញុំចុចខ្វែងមកបាទហើយលោកគ្រូអ្នកគ្រូអាចធ្វើការចុចទៅលើអារូបហ្នឹងចុចមកខាងឆ្វេងហើយលោកគ្រូអ្នកគ្រូអាចធ្វើការ move វាយកមកដាក់គៀនត្រង់ចំណុចនេះវិញបានដោយលោកគ្រូអ្នកគ្រូគ្រាន់តែបញ្ចូលកន្លែង insert photo នេះបាទហើយតកតងទៅនឹងរូបភាពត្រាដូចគ្នាលោកគ្រូអ្នកគ្រូគ្រាន់តែបញ្ចូលរូបត្រាមកវានឹងចូលត្រង់កន្លែងត្រានាយកទាំង4នេះដែលលោកគ្រូអាចធ្វើការទាញបានហើយតកតងទៅនឹងការបង្កើតស្លាកឈ្មោះនេះគឺវាងាយស្រួលសម្រាប់លោកគ្រូអ្នកគ្រូផងដែរហើយមួយទៀតតកតងនឹងពីនឹងបញ្ចូលបែបនេះមួយហើយនឹងតកតងទៅនឹងផ្ដេកបែបនេះមួយផងដែរហើយមួយទៀតតកតងទៅនឹងស្លាកឈ្មោះដដែលនេះលោកគ្រូអ្នកគ្រូអាចធ្វើការ print តម្រូវទៅលើទំហំក្របលោកគ្រូអ្នកគ្រូបានដោយលោកគ្រូអ្នកគ្រូគ្រាន់តែចុចយកកន្លែងបង្ហាញរបាយនេះមកហើយលោកគ្រូអ្នកគ្រូចូលកន្លែងរដ្ឋបាលកន្លែងស្លាកឈ្មោះសិស្សក្នុងករណីដែលរូបនេះវាធំជាងឬក៏តូចជាងលោកគ្រូអ្នកគ្រូចូលតែកន្លែង page layout នេះមកហើយលោកគ្រូអ្នកគ្រូអាចបន្ថយឬក៏បន្ថែម scale ត្រង់ចំណុចនេះវានឹងធំតូចទៅតាមតម្រូវការរបស់លោកគ្រូអ្នកគ្រូដើម្បីប្រើប្រាស់ជាមួយនឹងក្របរបស់ស្លាកឈ្មោះនេះបានក្នុងវីដេអូនេះមានតែប៉ុណ្្នឹងសូមអរគុណ